សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងបានវិលត្រឡប់មកជួបគ្នាវិញហើយថ្ងៃនេះ admin ក៏មានរឿងរ៉ាវមួយទៀតដែលនេះគឺជារឿងរ៉ាវជីវិតពិតរបស់បងហេងតែរឿងរ៉ាវមួយនេះវាបានកើតឡើងយូរមកដែរហើយគឺតាំងពី20ឆ្នាំមុននោះអញ្ចឹងវាកើតឡើងនៅកំឡុងឆ្នាំ2005តែវាជាសាច់រឿងមួយដែលបងហេងគាត់មិនអាចបំភ្លេចបានគឺគាត់បានធ្វើខុសទៅលើពូបង្កើតរបស់គាត់អញ្ចឹងណាបងប្អូនគឺដោយលួចហូបម្ហូបរបស់ពូគាត់អញ្ចឹងទៅអញ្ចឹងដើម្បីឲ្យដឹងថាសាច់រឿងពេញវាទៅជាយ៉ាងណានោះអញ្ចឹងយើងចូលទៅកាន់សាច់រឿងពេញទាំងអស់គ្នាជាមួយនឹង admin បងហេងគឺមានស្រុកកំណើតនៅឯខេត្តកំពង់ចាមនៅក្នុងឆ្នាំ2005នោះគឺគាត់បានរៀននៅថ្នាក់វិទ្យាល័យហើយក៏ប៉ុន្តែគឺពេលនោះគាត់ថាដោយសារតែជីវភាពផងដោយសារតែគាត់រៀនលេងចូលផងគាត់ក៏បានប្រាប់ទៅម្ដាយរបស់គាត់ថាគាត់រៀនសូត្រលេងចូលហើយអញ្ចឹងហើយដែលហេតុតែម្ដាយគាត់មើលទៅឃើញថាបើគាត់រៀនសូត្រមិនចូលទេហើយណាមួយជីវភាពគ្រួសារខ្វះខាតផងនោះអញ្ចឹងបើទុកឲ្យគាត់នៅភូមិបើគាត់ជាគាត់ដើរហ្នឹងគឺដើរលេងប៉ោឡាយទៅតាមមិត្តភ័ក្តិបនធឿនអញ្ចឹងណាបងប្អូនអញ្ចឹងម្ដាយរបស់គាត់ហ្នឹងក៏តាក់ទងទៅពូបង្កើតរបស់គាត់ដែលគាត់មានគ្រួសារហើយគាត់ចេញទៅនៅខាងប្រពន្ធគាត់គឺនៅឯខេត្តកំពង់ស្ពឺអញ្ចឹងណាដែលពូរបស់បងហេងហ្នឹងគឺគាត់មានមុខរបរជាអ្នកជាមេជាងម៉ៅការសំណង់អញ្ចឹងណាបងប្អូនគាត់ម៉ៅការធ្វើផ្ទះធ្វើរបងធ្វើអីអញ្ចឹងទៅនិយាយទៅឲ្យតែនិយាយថ្លៃគ្នាត្រូវគឺគាត់នឹងតែអូខេរៀបចំកម្លាំងទៅធ្វើហើយអញ្ចឹងបន្ទាប់ពីពិភាក្សាគ្នាហើយហ្នឹងគឺម្ដាយរបស់បងហេងហ្នឹងបានតាក់ទងទៅពូរបស់បងហេងនៅខេត្តកំពង់ស្ពឺហ្នឹងអញ្ចឹងណាក៏រៀបរាប់តាមហ្នឹងអញ្ចឹងទៅហើយពូរបស់គាត់ថាអត់អីទេបងអញ្ចឹងយកវាមកនៅជាមួយខ្ញុំទៅវាបានរៀនជំនាញជាជាងជាអីហ្នឹងដែរបើសិនជាវារៀនសូត្រអត់ចូលអត់អីហ្នឹងថ្ងៃមុខក៏វាមានជំនាញជាជាងជាអីហ្នឹងដើរម៉ៅការដើរអីហ្នឹងដូចជាខ្ញុំហ្នឹងគ្រាន់ចិញ្ចឹមគ្រួសារចិញ្ចឹមបងឯងអីហ្នឹងដែរពេលដែលនិយាយត្រូវគ្នាហើយហ្នឹងគឺមិនយូរប៉ុន្មានទេគឺស្អែកឡើងហ្នឹងម្ដាយរបស់បងហេងហ្នឹងក៏បានឡើងឡានពីខាងកំពង់ចាមហ្នឹងគឺមកចុះនៅបេតឡានត្រឹមផ្សារដើមគោបងប្អូនមកចុះនៅត្រឹមហ្នឹងហើយគឺដៃពូរបស់បងហេងហ្នឹងគាត់បានស្គាល់តកងឡានដែលគេរត់ពីពេញទៅកំពង់ស្ពឺពីកំពង់ស្ពឺមកពេញហ្នឹងអញ្ចឹងណាគាត់ក៏បានប្រាប់តកងឡានហ្នឹងឲ្យតាក់ទងជាមួយនឹងបងស្រីគាត់តែជាម្ដាយរបស់បងហេងហ្នឹងគឺដឹកគាត់ពីផ្សារដើមគោហ្នឹងពេលដែលគាត់មកដល់ហ្នឹងគឺយកទៅតម្លាក់នៅកំពង់មូនៅឯខេត្តកំពង់ស្ពឺហ្នឹងទៅកំពង់មូតែទឹកថ្នោតហ្នឹងហើយបងប្អូនគាត់ជាស្គាល់ហើយអញ្ចឹងពេលតម្លាក់ពេលជិតដល់ហ្នឹងតម្លាក់ហ្នឹងទៅគឺតាក់ទងទៅពូរបស់បងហេងហ្នឹងគាត់នឹងមកយកអញ្ចឹងហើយគឺស្អែកឡើងគាត់ក៏បានធ្វើដំណើរទៅតាមហ្នឹងអញ្ចឹងទៅហើយពេលដែលទៅដល់កន្លែងកំពង់មូតែទឹកថ្នោតហ្នឹងក៏តាក់ទងទៅឲ្យពូគាត់នឹងមកយកអញ្ចឹងទៅគាត់ជួបពូគាត់ក៏ជំរាបសួរអីអញ្ចឹងទៅមានមន់មានអីជារបស់ដែលយកមកពីស្រុកអញ្ចឹងផ្ញើទៅពូគាត់ខ្លះអញ្ចឹងទៅអញ្ចឹងហើយពេលដែលគាត់ទៅដល់ក៏និយាយរៀបរាប់ទៅតាមហ្នឹងទៅadmin សូមបញ្ជាក់ណាគឺពូរបស់បងហេងហ្នឹងគឺគាត់រៀបការ2ទៅ3ឆ្នាំដែរហើយជាមួយនឹងមីងថ្លៃរបស់គាត់ហ្នឹងប៉ុន្តែគាត់អត់ទាន់មានកូនចៅទេហើយគាត់នៅផ្ទះហ្នឹងគឺនៅតែ2នាក់ទេនៅខេត្តកំពង់ស្ពឺហ្នឹងណាដោយមីងគឺជាមេផ្ទះអញ្ចឹងទៅហើយពូរបស់គាត់ហ្នឹងដើរមកការសំណង់អញ្ចឹងទៅដូចតែ admin បានរៀបរាប់ពីលើមកអញ្ចឹងព្រលឹមគាត់ចេញអញ្ចឹងទៅប្រឡប់បានគាត់ចូលមកវិញអញ្ចឹងទៅសម្រាប់ការថានៅឆ្ងាយអញ្ចឹងណាបើនៅក្បែរផ្ទះអញ្ចឹងថ្ងៃឡើងគាត់មកហូបបាយផ្ទះអញ្ចឹងទៅវាសេវបានខ្លះដែរអញ្ចឹងពេលទៅដល់នឹងគាត់ក៏វារៀងចិត្តដល់ពេលបាយល្ងាចហើយអញ្ចឹងពេលបាយល្ងាចហ្នឹងពួកគាត់ក៏និយាយទៅជែកគ្នាពីបញ្ហារបស់បងហេងហ្នឹងអញ្ចឹងទៅហើយម្ដាយរបស់បងហេងហ្នឹងក៏ផ្ញើទៅកាន់ប្អូនរបស់ខ្លួនឯងអញ្ចឹងណាអញ្ចឹងប្អូនបកើតទាំងប្អូនថ្លៃអញ្ចឹងទៅពីព្រោះយើងមិនអាចនិយាយថាប្អូនបកើតបានទេយើងត្រូវខ្លាចចិត្តប្អូនថ្លៃគេដែរអញ្ចឹងណាបងប្អូនអញ្ចឹងហើយគាត់ពេលដែលបានផ្ដាំផ្ញើទៅពូបងហេងហើយនឹងក៏បាននិយាយទូមានទៅកាន់បងហេងថាពូដៃមកនៅជាមួយនឹងពូនឹងជួយការងារផ្ទះពូជួយការងារមីងហើយជាពិសេសនឹងចាប់អាចចំណេះជំនាញណាដែលពូខ្លួនឯងជាមេជាងហ្នឹងហើយកុំឲ្យទៅចាប់ខាងនោះខុយចាប់ខាងនោះខុយអញ្ចឹងណារៀនសូត្រក៏មិនទៅមុខហើយការងារមុខជំនាញក៏គ្មានហើយកូនឯងកូនប្រុសហើយថ្ងៃក្រោយហ្នឹងតើនារីណាគេមកពឹងពាក់លើកូនឯងអញ្ចឹងទៅហើយលើពីនេះទៅទៀតអ្វីដែលម្ដាយរបស់បងហេងគាត់សង្កត់ធ្ងន់ហ្នឹងគឺកុំធ្វើឲ្យមីងពូបងឯងឈឺក្បាលឬក៏នាំទុកនាំទោសមកកាន់គ្រួសារគេអញ្ចឹងណាបងហេងហ្នឹងក៏គាត់បាត់ទៅតាមហ្នឹងអញ្ចឹងទៅអញ្ចឹងសូមកាត់រំលងមកដល់ព្រឹកឡើងអញ្ចឹងពេលដែលព្រឹកឡើងអញ្ចឹងទៅពូរបស់បងហេងហ្នឹងក៏បានជូនម្ដាយបងហេងហ្នឹងមកដាក់នឹងបេនឡានកំពង់ស្ពឺហ្នឹងវិញដើម្បីឡើងមកផ្សារដើមគោហើយបានចេញទៅកំពង់ចាមវិញអញ្ចឹងពួកគាត់អត់អាចចោលគោមពេលស្រីចង្រារបស់គាត់យូរបានទេអញ្ចឹងហើយបងហេងបន្ទាប់ពីបានមកនៅជាមួយពូរបស់គាត់ហ្នឹងគឺពូរបស់គាត់ហ្នឹងក៏ប្រាប់ពីការងារពីអីអញ្ចឹងពេលដែលគាត់ទៅជាមួយពូគាត់អញ្ចឹងណាគាត់ប្រាប់ពីរបៀបចាក់ម៉ែតរបៀបអីអញ្ចឹងទៅហើយមើលគាត់ប្រាប់របៀបដូចជាលាយកបោលាយអីអញ្ចឹងទៅគាត់ប្រាប់មូលដ្ឋានគ្រឹះដូចយើងរៀនអក្សររៀនកខទៅអញ្ចឹងណាបងប្អូន
អញ្ចឹងពូក៏គាត់ថាមុននឹងយើងអាចគ្រប់គ្រងកូនចៅមើលការងារកូនចៅបានតើយើងចេះអាការងារហ្នឹងអញ្ចឹងមុននឹងគាត់អាចនឹងដើរម៉ៅការគេហ្នឹងគាត់ថាគាត់ធ្វើកូនចៅគេជេរឆ្អែតហើយអញ្ចឹងបងហេងអត់មាត់អីគាត់ចេះតែបាអញ្ចឹងទៅអញ្ចឹងធ្វើការហ្នឹងបានរំលងមួយខែជាងចូលខែទី2អញ្ចឹងណាអញ្ចឹងគាត់ក៏បានលុយខ្លះផ្ញើទៅម្ដាយទៅអីអញ្ចឹងទៅហើយម្ដាយក៏សួរថាកូនឯងមានស្ដាប់ពូមានស្ដាប់មីងទេហើយមានបកកជាបញ្ហាអីទេអញ្ចឹងមកហេងថាអត់ទេម៉ែអើយមកនៅនេះហ្នឹងគឺដូចសពុតក្នុងភ្នត់អញ្ចឹងឥឡូវហ្នឹងព្រឹកឡើងចេញទៅជាមួយពូល្ងាចឡើងមកដល់ផ្ទះវិញហ្នឹងគឺងុយទឹកដេកគ្មានពេលដើរគ្មានពេលអីទេគាត់ថាអញ្ចឹងវាល្អហើយអញ្ចឹងចូលដល់ថ្ងៃមួយហ្នឹងគឺពេលដែលពូរបស់បងហេងហ្នឹងគាត់បានទទួលការងារមួយតែវានៅឆ្ងាយពីផ្ទះរបស់គាត់ជាង10គីឡូអញ្ចឹងណាអញ្ចឹងពេលដែលគាត់ចេញទៅធ្វើការពេលព្រឹកឡើងគឺម្ដាយមីងរបស់គាត់ហ្នឹងគឺខ្ចប់បាយខ្ចប់អីឲ្យពូគាត់នឹងហើយអញ្ចឹងពេលថ្ងៃក្រោយគាត់អត់មកហូបបាយនៅផ្ទះទេតទៅពេលល្ងាចចប់ការងារមកបានគាត់មកផ្ទះអញ្ចឹងធ្វើការងារថ្មីនឹងជាមួយពូគាត់នឹងចូលប្រហែលជាបានមួយអាទិត្យថ្ងៃមួយហ្នឹងគឺបងហេងគាត់អត់សូវស្រួលខ្លួនហើយព្រឹកឡើងពេលដែលរៀបចំចេញទៅអីហ្នឹងអញ្ចឹងទៅគាត់ក៏បានប្រាប់ទៅពូគាត់ថាខ្ញុំដូចអត់សូវស្រួលខ្លួនសោះពូដូចរៀងវិលមុខរៀងឈឺក្បាលជាមួយចុះពីអញ្ចឹងណាអញ្ចឹងពូគាត់ថាអញ្ចឹងថ្ងៃហ្នឹងមិនបាច់ទៅទេនៅផ្ទះសម្រាប់ឲ្យស្រួលខ្លួនទៅមិនឲ្យមីងឯងជួយកោសខ្យល់ជួយកោសអញ្ចឹងទៅហើយផ្សំថ្នាំផ្សំឲ្យលេបអញ្ចឹងណាបងហេងគាត់ក៏បានតាមហ្នឹងអញ្ចឹងទៅអញ្ចឹងហើយនិយាយរួចរាល់ហូបបាយព្រឹកឲ្យហើយហ្នឹងពូរបស់គាត់ហ្នឹងក៏ជិះម៉ូតូរបស់គាត់ហ្នឹងចេញទៅធ្វើការដោយរាល់ដងអញ្ចឹងទៅប៉ុន្តែគាត់ក៏លេចមើលទៅម្ដាយមីងរបស់គាត់ហ្នឹងដូចជាញញឹមលាក់កំនួចអីមួយអញ្ចឹងណាបងប្អូនហ្នឹងហើយត្រង់ហ្នឹងadmin play និយាយដែរតាំងពីពេលដែលបងហេងចូលមកធ្វើការអីមកនៅផ្ទះជាមួយនឹងគាត់ហ្នឹងម្ដាយមីងរបស់គាត់ហ្នឹងគឺតែងតែសម្លក់សម្លឹងលើក្រោមហើយជាពិសេសហ្នឹងពេលដែលបងហេងដោះអាវដើរចេញចូលហ្នឹងគាត់តែងតែមើលសាច់ដុំមើលសាច់ភ័យរបស់បងហេងអញ្ចឹងណាបងប្អូនពីព្រោះគាត់ជាអ្នកស្រែអ្នកចំការគាត់ធ្វើការងារធ្ងន់គាត់ធ្វើអីចឹងហើយមិនได้ធ្វើសំណងទៀតអញ្ចឹងអាចនិយាយថាសាច់ដុំគាត់ហ្នឹងកង់ហើយតាមអីដែលយើងសម័យមើលទៅអញ្ចឹងហើយពេលដែលពូចេញទៅបាត់ហ្នឹងបងហេងហ្នឹងក៏ដេកនៅហឹងហ្នឹងអញ្ចឹងទៅណាស្រាប់បានប្រហែលជាម៉ោង9នេះជាងជិតម៉ោង10អញ្ចឹងមីងរបស់គាត់ហ្នឹងក៏មកសួរថាហើយមកយាយក្មួយរៀងគ្រាន់រៀងអីនៅហើយបើមិនសិននេះទេចាំមីងក៏ខ្យល់ឲ្យឬក៏ទៅទិញថ្នាំទិញអីចឹងណាគាត់ថាអត់អីទេមីងឥឡូវខ្ញុំដូចជារៀងធូរហើយសម្រាប់មកបន្តិចរៀងធូរវាអត់ស្រួលខ្លួនសារយប់មិញហ្នឹងខ្ញុំដេកអត់ទៅលក់វារៀងអសេះអសោះអញ្ចឹងណាម្ដាយមីងគាត់ថាហ្នឹងហើយដល់ចង់ពេញកន្លោះវាអសេះអសោះអញ្ចឹងហើយដឹងទៀនម្ដាយមីងគេនេះហើយទៅម្ដាយមីងគាត់ថាឥឡូវបើស្រួលខ្លួនឥឡូវមីងថាចង់ទៅរកត្រីនៅស្រាំងក្រោយតិចចង់មកធ្វើមកជូរកូនត្រីមកជូរអីអញ្ចឹងណាបងប្អូនខានធ្វើយូរអញ្ចឹងហើយអត់មានឧបករណ៍ទេមានតែឈ្នាងទៅជាន់ហ្នឹងហើយមួយងរត់ហ្នឹងហើយក្មួយឯងនេះហ៎ស្រួលខ្លួនទេមកស្រួលខ្លួនទៅជួយរោមីងបន្តិចទៅចាប់បានធ្វើហូបអធិស្ឋានបងប្អូននឹងលំអកកគាត់ថាអត់អីទេមីងចាំខ្ញុំទៅជួយអញ្ចឹងណាអញ្ចឹងគាត់ក៏ងើបក្រោះទៅទាញបានរត់អញ្ចឹងទៅហើយក៏កាន់ប៉ោតមួយទៅសម្រាប់ដាក់ត្រីនៅអញ្ចឹងណាហើយម្ដាយមីងរបស់គាត់ហ្នឹងក៏កាន់ឈ្នាងទៅពណ៌នាមម្ដាយមីងគាត់តិចគឺពេលហ្នឹងម្ដាយមីងគាត់ពាក់អាវដៃខ្លីពីខាងក្នុងអញ្ចឹងហើយពាក់អាវវែងពីខាងក្រៅអញ្ចឹងទៅប៉ុន្តែគឺគាត់ស្លៀកសពុតទេនៅផ្ទះណាបងប្អូនអាសពុតបត់ចុកគេនោះអញ្ចឹងពេលដែលចុះទៅដល់ស្រះឬក៏តាពាំងនៅក្រៅផ្ទះហ្នឹងគាត់ក៏ជាប់ឡើងក្នុងអាគុំស្មៅក្នុងអាកាផ្លោកអីហ្នឹងអញ្ចឹងក៏បានថៃក្រឹមបានកពឹសបានអីចឹងទៅហើយម្ដាយមីងរបស់គាត់ហ្នឹងក៏ផ្អៀងផ្អងមើលគាត់ចុះឡើងអញ្ចឹងណាគាត់ក៏ចាប់អារម្មណ៍ដែរតែគាត់ធ្វើមិនដឹងអីចឹងទៅហើយម្ដាយមីងរបស់គាត់ហ្នឹងគាត់អោនទៅនេះបន្តិចទៅនោះបន្តិចហើយគាត់ក៏លើកអាស្រងរបស់គាត់ហ្នឹងគឺចុកមកចង្កេះហ្នឹងគឺខ្ពស់ទៅម្ដងបន្តិចគាត់ថាគឺឡើងផុតផ្លូវឡើងចង់ដល់កលៀនណាបងប្អូនហើយបងហេងគាត់គឺជាមនុស្សប្រុសដែលទំពេញកំឡោះផងបងប្អូនអញ្ចឹងគាត់អារម្មណ៍អត់សួរអត់សុខទេនៅក្នុងខ្លួនហើយម្ដាយមីងគាត់យើងដឹងស្រាប់ហើយពេលដែលគាត់ចុកអញ្ចឹងហើយគាត់អោនដួសត្រីហ្នឹងជាប់ត្រីទៅមកអញ្ចឹងហើយគាត់រៀងទៅទួយភ្នែកមើលចុះឡើងអញ្ចឹងហើយគឺពេលដែលគាត់អោនខ្លាំងគឺបងហេងគាត់មើលឃើញពីខាងក្រោយហ្នឹងគាត់មើលឃើញសឹងតែទាំងអស់អញ្ចឹងណាឃើញក៏ផ្លូវមីងសស្គូអីអញ្ចឹងទៅស្រាប់តាត្រង់ហ្នឹងដងជីងរបស់គាត់ហ្នឹងក៏បានបាសឡើងអញ្ចឹងទៅហើយគាត់អត់ចាប់អារម្មណ៍ទេហើយគាត់កំពុងតែស្គប់មើលដូចជាប់ជីកចអញ្ចឹងបងប្អូនម្ដាយមីងរបស់គាត់ក៏កលេចមកអញ្ចឹងទៅកលេចមកហើយម្ដាយមីងរបស់គាត់ហ្នឹងអត់មើលមកគាត់ទេគឺមើលទៅល្វែងក្រោមរបស់គាត់អញ្ចឹងណាឃើញវាទល់អញ្ចឹងទៅហើយពេលនោះស្រាប់បងហេងគាត់ក៏ភ្ញាក់មកវិញចង់ដឹងថាមីងមើលអីអញ្ចឹងណាហើយក៏កលេចឃើញអញ្ចឹងទៅគាត់ក៏បានយកដៃមកខ្ទប់ហើយគាត់អៀនមុខកំហមកអញ្ចឹងទៅមីងថាចាំបាច់ខ្ទប់ចាំបាច់អីមីងខ្លួនឯងតាហើយក៏គាត់សួរបងហេងនឹងរឿងមានសង្សារអីជាមួយចុះពីអញ្ចឹងហើយដល់ពេលបងហេងថាខ្ញុំតែមានសង្សារមានអីទេហើយមីងនឹងថាអញ្ចឹងក្មួយឯងដែរធ្លាប់មានអីមួយមនុស្សស្រីចេះណាមីងនឹងគឺសួរត្រង់អញ្ចឹងបងប្អូនព្រោះមីងនឹងគាត់ដូចថាចាប់ចិត្តក្មួយតាំងពីពេលចូលមកបងហេងតែគាត់ចាប់អារម្មណ៍អញ្ចឹងណាអញ្ចឹងហើយគឺបងហេងថាគឺអត់ដែរទេហើយមីងថាចុះក្មួយឯងចង់ដែរអត់អញ្ចឹងណា
ហើយបងហេងហ្នឹងគឺគាត់អៀនគាត់មកហមហើយគាត់ទៅរៀងឆ្លោយអេអាអញ្ចឹងណាស្រាប់កំពុងតែអេអាហ្នឹងគឺមីងរបស់គាត់ហ្នឹងគឺមកចាប់របស់គាត់បានហើយ គឺមកចាប់ពេញដៃអញ្ចឹងណាបងប្អូនហើយគាត់ក៏និយាយថាទូចតែខ្លួនទេมันខុសពីដលងមែនទូចតែដើមតែមើមធំអញ្ចឹងទៅហើយគាត់អៀនខ្លាំងមែនទែនហើយដល់ពេលហើយគាត់ថាបើសិនជាក្មួយចង់សាគឺមីងអត់ប្រកាន់ទេគឺនិយាយចឹងហ្មងហើយដោយអំណាចភ្លើងតណ្ហាបងប្អូនគឺបងនេះហ្នឹងគឺគាត់ក៏បានចាប់មីងគាត់ហ្នឹងគឺបដួលទៅអាចចំហេស្រាបងប្អូនស្រាយើងចុងវាមានចំហេអញ្ចឹងទៅហើយពេលដែលគាត់បដួលទៅហ្នឹងដៃមីងរបស់គាត់ហ្នឹងមិនទាន់លែងពីអាវុធរបស់គាត់ហ្នឹងទេហើយគាត់ស្មាតទូណាបងប្អូនណាត្រង់នឹងវារៀងបន្តិចតែបើយើងអត់និយាយវាអត់ស៊ីជម្រៅវាអត់ដល់សាច់រឿងរបស់គាត់អញ្ចឹងហើយគាត់ក៏ទៅតែចាប់ផ្ដើមសោយអាសរងមីងគាត់ហ្នឹងឡើងមកលើអញ្ចឹងណាអញ្ចឹងហើយគាត់មិនដឹងថាមីងគាត់ស្រាត់ខោខ្លីចោលតាំងពីស្មារបានទេអញ្ចឹងហើយពេលដែលគាត់ឃើញរបស់មីងរបស់គាត់សោយដាក់គាត់ក៏អញ្ចឹងទៅគាត់ក៏ចាប់ផ្ដើមធ្វើប្រតិបត្តិការមួយមីងគាត់ហ្នឹងទៅបងប្អូនណាគឺធ្វើប្រតិបត្តិការហ្នឹងអញ្ចឹងទៅហើយគាត់មិនដែលផងហើយគាត់នៅក្មេងនៅកម្លាំងអញ្ចឹងគាត់ប្រឹងទៅតាមហ្នឹងអញ្ចឹងទៅហើយម្ដាយមីងរបស់គាត់ហ្នឹងគឺបានថាខ្ញាំស្មៅបិទភ្នែកទទួលនៃក្តីសុខដែលបងហេងផ្ដល់ឲ្យទៅអញ្ចឹងណាអញ្ចឹងពេលដែលប្រតិបត្តិការចលាហ្នឹងបងហេងស្រាប់តែមានកំណត់មួយថាចុះបើដឹងដល់ពូមិនសម្លាប់គាត់ចោលពូមិនខឹងគាត់តែមានរឿងវែងឆ្ងាយដឹងដល់ម្ដាយគាត់ទៀតហើយមួយវិញទៀតបើគិតតាមបនបាវិញគឺគាត់មានបាបបងប្អូនដោយសារតែគាត់នេះមហូបរបស់ពូអញ្ចឹងណាលោកថ្លើមពូអញ្ចឹងទៅអញ្ចឹងគាត់ក៏សួរទៅមីងពេកពូដឹងពូហៅរឿងខ្ញុំពូស្លាប់ខ្ញុំចោលទៅមីងហ្នឹងគាត់ថ្មិចភ្នែកហើយគាត់ឆ្លោយមកអញ្ចឹងណាគាត់ថាអីតែមីងមិននិយាយក្មួយឯងមិននិយាយមានបណ្ណាដឹងអញ្ចឹងហើយបន្តបានតិចទៀតស្រាប់បងហេងសួរទៀតណាមីងខ្ញុំខ្លាចបាបមីងខ្ញុំអត់ធ្វើអញ្ចឹងទេខ្ញុំដកចេញណាមីងណាអធិស្ឋានបងប្អូនរៀងលើសបន្តិចហើយនឹងខំថាបងប្អូននឹងចូលមិនជា admin ណាហើយគាត់រៀបចំនឹងធ្វើនេះហើយចាញ់នឹងទៅហើយស្រាប់ដល់ពេលហើយមីងថាហើយហ៊ានមីងហ្នឹងក៏សប្បាយទៅកាន់ឈ្នាងអញ្ចឹងបងប្អូនតាហើយហ៊ានទៅដកចេញបងក្បាលមកឈ្នាងគាត់កំពុងតែឡើងតាមសួរសោយសុកអីចឹងទៅអញ្ចឹងហើយទៅគាត់ក៏ថាបើសិនជាមិនធ្វើតាមគាត់ទេគាត់នឹងប្រាប់ពូដែរអីចឹងទៅអញ្ចឹងបងហេងហ្នឹងក៏គាត់បដ ாய் ទៅតាមមីងរបស់គាត់ទៅបើសិនជាមីងគាត់គម្រាមអញ្ចឹងហើយព្រោះបើដឹងដល់ពូងាប់ដូចតែគ្នាហ្នឹងបងប្អូនអញ្ចឹងបើចង់ថាជ្រុលងាប់ហើយគេថាបើសិនជាជ្រុលបាបហើយឲ្យឆ្អាបមាត់អញ្ចឹងណាអញ្ចឹងហើយគាត់ក៏នេះប្រតិបត្តិការជាមួយម្ដាយមីងរបស់គាត់ហ្នឹងរហូតដល់រួចរាល់អញ្ចឹងទៅអញ្ចឹងពេលដែលរួចរាល់ហ្នឹងក៏នាំគ្នាងូតទឹកឲ្យឡើងទៅផ្ទះអញ្ចឹងទៅណាហើយមីងរបស់គាត់ហ្នឹងក៏ដាំស្លទៅតាមហ្នឹងអីអញ្ចឹងទៅអញ្ចឹងពេលដែលថ្ងៃត្រង់ឡើងពេលហូបបាយហូបអីអញ្ចឹងទៅពេលដែលថ្ងៃត្រង់ឡើងអញ្ចឹងបងហេងហ្នឹងគឺគាត់សម្រាប់នឹងរឹងនឹងដែរព្រោះគាត់អត់សូវស្រួលខ្លួនផងហើយគាត់ធ្វើ content មួយមីងគាត់នោះគាត់អស់កម្លាំងទៀតអញ្ចឹងណាបងប្អូនអញ្ចឹងពេលអត់ស៊ីម៉ោងប្រហែលជាម៉ោង 2 ម៉ោង 3 ហ្នឹងគាត់កំពុងតែលាវហើយហ្នឹងគឺលឺស្នូម្ដាយមីងរបស់គាត់សេចហៅហេងអើយហេងយកជ្រះឲ្យមីងបន្តិចអញ្ចឹងមកហើយគាត់ទៅមកលាវគាត់នៅក្នុងចិត្តថារៀបចំធ្វើអីមិនយកខ្លួនឯងឲ្យហើយទេទម្លាប់ប្រើគេហ្នឹងមិនចោលមែនអញ្ចឹងណាបងប្អូនតែគាត់អត់និយាយគាត់ក៏គិតក្នុងចិត្តទេអញ្ចឹងក៏ងើបពីរឹងមីងមាំងហ្នឹងអញ្ចឹងដើរទៅយកច្រាស់ហ្នឹងតែឲ្យម្ដាយមីងរបស់គាត់អញ្ចឹងទៅដល់គូទ្វារតុករៀបនឹងហត់ច្រាស់ឲ្យហ្នឹងគឺគាត់ឃើញម្ដាយមីងរបស់គាត់ហ្នឹងគឺចងពងកសែងនៅក្នុងបន្ទប់ទឹកអញ្ចឹងណាបងប្អូនអញ្ចឹងហើយម្ដាយមីងរបស់គាត់ហ្នឹងក៏អើតមកមើលខាងក្រៅមើលលិចមើលកើទៅអីអញ្ចឹងទៅហើយក៏ទាញដៃបងហេងហ្នឹងចូលទៅក្នុងបន្ទប់ទឹកភ្លឹបអញ្ចឹងបងប្អូនដឹងស្រាប់ណាគឺចូលទៅធ្វើអីអញ្ចឹងហើយមីងហ្នឹងក៏គាត់បង្រៀនកខទៅបងហេងហ្នឹងអញ្ចឹងទៅព្រោះបងហេងហ្នឹងអត់មានបទពិសោធន៍ទេហើយមីងគាត់បង្រៀនឲ្យក្បោះក្បាយអញ្ចឹងណាពីព្រោះថាពេលមុនហ្នឹងនៅមាត់ស្រះគឺខ្លាចអ្នកភូមិអ្នកផងគេឃើញអញ្ចឹងទៅណាហើយអានេះនៅក្នុងបន្ទប់ទឹកអញ្ចឹងគាត់វាអត់មានអ្នកណាគេឃើញទេហើយម្យ៉ាងទៀតគឺប្តីគាត់តតែល្ងាចមិនមកអញ្ចឹងទៅអញ្ចឹងហើយមីងហ្នឹងក៏គាត់ប្រាប់តាំងពីដំបូងរហូតដល់ចប់ហើយគាត់ប្រើស្ទាយប្រើអីហ្នឹងប្រកបបងហេងធ្វើតាមហ្នឹងអញ្ចឹងទៅអញ្ចឹងគាត់ថាអត់ក្រោម1ម៉ោងទេគឺគាត់អស់ដៃអស់ជើងមែនតែនហើយបន្ទាប់ពីរួចរាល់ហើយគាត់ក៏ចេញមកអញ្ចឹងធម្មតាអញ្ចឹងទៅហើយមីងរបស់គាត់ហ្នឹងក៏បោកកៅអៅបោកអីហើយហ្នឹងក៏ទៅហាទៅអីអញ្ចឹងទៅណាបងប្អូនអញ្ចឹងសុំកាត់រហូតមកដល់ពេលល្ងាចឡើងប្រហែលជាម៉ោងជិត6ហើយគឺពូរបស់គាត់បានមកដល់ហើយក៏សួរថាម៉េចហើយហេងសុខភាពម៉េចហើយថាអត់អីទេពូរៀងបានគ្រាន់ជាងមុនតែវានៅរៀងទុនដៃទុនជើងបន្តិចហើយពូគាត់ថាយើងនៅក្មេងអញ្ចឹងហើយយើងធ្វើការខ្លាំងវាបាក់កម្លាំងអញ្ចឹងតែមានដឹងថាបងហេងលួចហូបនំគាត់ណាអញ្ចឹងម្ដាយមីងរបស់គាត់ហ្នឹងក៏ប្រាប់ទៅពូថាអញ្ចឹងឯងឲ្យទឹកមួយអីមកអាងរៀបចំហូបបាយហូបអីនេះអញ្ចឹងពេលដែលគាត់ងូតទឹកមួយអីហើយក៏ឡើងមកហូបបាយលើក្រែក្រោមផ្ទះជុំគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងពេលនោះគាត់មានសម្លអាកពឹសកូនត្រីហ្នឹងផងហើយជាមួយនឹងមានត្រីផ្ទក់នោះប៉ុនកដៃ 2 3 អាំងសាប់ជាមួយនឹងម្ជូរស្វាយអញ្ចឹងទៅ
ហើយពូរបស់គាត់ហ្នឹងក៏ថាចុះឯងទិញត្រីមកពីណាគេរកស្រាប់មីងគាត់ថាមានទិញមកពីណាខ្ញុំហើយជាមួយនឹងក្មួយមួយហេងទៅជាប់នៅក្នុងស្រះព្រឹកមិញហ្នឹងហើយថ្ងៃមិញហ្នឹងស្លោហូបខ្លះឥឡូវទុកអាធំហ្នឹងអាំងហូបជាមួយនឹងឯងអញ្ចឹងណាស្រាប់ពូហ្នឹងក៏ទៅសើក្មួយហេងបកែណាមកដល់រកត្រីបានប៉ុណ្ណាហើយហូបអីចឹងទៅហើយបងហេងហ្នឹងក៏ថាពូអាហ្នឹងរួចត្រីកទ្របប៉ុណ្ណឹងបានដៃមួយផងបើសិនជាអត់រួចហ្នឹងបានច្រើនជាងហ្នឹងទៀតហើយពូហ្នឹងក៏សើចចេះតែនិយាយហ្មងមានថៃកទ្របណាបើប៉ុណ្ណឹងបានដៃទេនិយាយមកនិយាយផោទៅហ្មងហើយបងហេងក៏ថាអត់ផោទេបើមិនជឿពូសួរមិញបើប៉ុណ្ណឹងបានដៃហ្នឹងហើយឲ្យខ្ញុំដាក់ខ្ញុំឡើងក៏អញ្ចឹងទៅហើយមិញហ្នឹងក៏មើលមកបងហេងថាក្មេងទេកុំហ៊ានកុហកចាស់វាមិនល្អអញ្ចឹងទៅណាហើយបងហេងក៏ញឹមពូគាត់ក៏សើចអញ្ចឹងហើយក្នុងគ្នាហូបបាយទៅតាមហ្នឹងអញ្ចឹងទៅហើយរហូតកាត់មកដល់ព្រឹកឡើងអញ្ចឹងទៅគឺបងហេងហើយនឹងពូហ្នឹងក៏គាត់បានទៅធ្វើការទៅធ្វើអីចឹងទៀតនៅតែមិញដែរធ្វើជាស្ត្រីមេផ្ទះនៅហ្នឹងអញ្ចឹងទៅតែគាត់ថាគឺចាប់ពីពេលនោះមកពេលណាដែលមានឱកាសគឺមិញរបស់គាត់ហ្នឹងតែងតែហៅគាត់ទៅបង្រៀនអក្សរកម្មអញ្ចឹងណាបងប្អូនគឺពេលដែលពូគាត់មិននៅមិនអីចឹងទៅហើយមកដល់សប្តាហ៍ថ្ងៃនេះគឺបងហេងគាត់មានគ្រួសារហើយគាត់មានកូន2នាក់ហើយប៉ុន្តែគាត់ថារឿងនេះគឺជារឿងដែលគាត់មិនអាចបំភ្លេចបានហើយគាត់មានអារម្មណ៍ថាខុសអញ្ចឹងណាបងប្អូនហើយអេដមីនសូមបញ្ជាក់ឈ្មោះនេះគឺអេដមីនអ្នកដាក់ឲ្យទេឈ្មោះរបស់គាត់គឺមិនអញ្ចឹងទេហើយរឿងរបស់បងហេងក៏មកដល់ទីបញ្ចប់ហើយក្រោយពីបានស្ដាប់រឿងរ៉ាវទាំងអស់នេះបងប្អូនមានយោបល់ឬក៏មតិយ៉ាងណាអាចខមមិននៅខាងក្រោមនេះបានអញ្ចឹងណាបងប្អូនហើយជាចុងក្រោយសូមអរគុណបងប្អូនម្នាក់ស្ដាប់ទាំងអស់ដែលចំណាយពេលមានតម្លៃស្ដាប់តាំងពីដើមរហូតមកដល់ចប់ជាចុងក្រោយនេះគឺអេដមីនសូមអរគុណនិងសូមជម្រាបលាសន្យាថានឹងជួបគ្នានៅសាច់រឿងក្រោយៗទៀតសូមអរគុណសួស្តីប្រិយមិត្តម្នាក់ស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងបានវិលត្រឡប់មកជួបគ្នាវិញហើយថ្ងៃនេះអេដមីនក៏មានរឿងរ៉ាវមួយទៀត